ការពីដើមមិញកសិករយើងខ្ញុំប្រើប្រាស់ថ្នាំពុលក្នុងការស្រូវចិត្តទុំហើយក៏អាចបាញ់បន្ទុំអញ្ចឹងណាឲ្យស្រូវឆាប់ទុំម្ល៉េះវាប៉ះពាល់ដល់ការនាំអង្គចេញទៅក្រៅប្រទេសអគ្គនាយកដ្ឋានកសិកម្មក៏ដូចជានាយកដ្ឋានការពារដំណាំអនាម័យនិងភូតគាមអនាម័យបានសហការជាមួយនឹងប្រទេសអូស្ត្រាលីដើម្បីរៀបចំឲ្យមានសិក្ខាសាលាហ្នឹងគឺនិយាយអំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យនិងសំណល់ថ្នាំកសិកម្មដែលមាននៅក្នុងស្រូវឬក៏អង្ករសម្រាប់នាំទៅសហភាពអឺរ៉ុបតាមការវិភាគម្ដងក្នុងមួយថ្ងៃនេះខ្ញុំឃើញមានការល្អព្រោះគាត់មានការយល់ដឹងច្រើនដូចថាគាត់យល់ដឹងពីការប្រើប្រាស់ថ្នាំកាត់បន្ថយពីម៉េចហើយយើងប្រើប្រាស់ឲ្យចំគោលដៅទីដល់ហ្នឹងគាត់ប្រើទម្លាប់តាមគ្នាឃើញគេធ្វើអីធ្វើតាមគ្នាអញ្ចឹងគាត់ប្រើថ្នាំអត់ដឹងថាថ្នាំហ្នឹងត្រូវរោគតកៅអីគាត់លើតែបាញ់ហ្នឹងត្រូវបាញ់តាមគ្នាទៅខ្ញុំគិតថាកម្មវិធីនេះពិតជាមានសារៈសំខាន់ខ្លាំងដើម្បីបណ្ដុះបណ្ដាលឲ្យពួកគាត់យល់ដឹងអំពីសារៈសំខាន់នេះថាតើយើងត្រូវប្រើប្រាស់ថ្នាំកសិកម្មដោយរបៀបណានិងតាមវិធីសាស្ត្របែបណាដើម្បីកុំឲ្យមានសំណល់ថ្នាំកសិកម្មនៅក្នុងអង្ករសម្រាប់នាំទៅទីផ្សារអឺរ៉ុប